គ្រោះរញ្ជួយដីកម្រិត7.7 រិចតេបានកើតឡើងនៅម៉ោង12ហើយនិង50នាទីម៉ោងនៅក្នុងស្រុកភូមានៅថ្ងៃសុក្រទី28មីនាដោយចំណុចរញ្ជួយស្ថិតនៅក្បែរក្រុងសាហ្គង់ភាគកណ្ដាលប្រទេសចម្ងាយប្រមាណតែ17គីឡូម៉ែត្រប៉ុណ្ណោះពីម៉ុងដាឡេដែលជាទីក្រុងធំទី2របស់ភូមាយោងតាមទីភ្នាក់ងារអាមេរិកគ្រោះរញ្ជួយដីនៅក្នុងកម្រិត7.7 រិចតេកើតឡើងនៅក្នុងប្រទេសភូមាមែនក៏ប៉ុន្តែដោយសារតែចំណុចរញ្ជួយស្ថិតនៅក្នុងជម្រៅតែ10គីឡូម៉ែត្រទើបធ្វើឲ្យឥទ្ធិពលនៃការរញ្ជួយដីកាន់តែខ្លាំងហើយឆ្ងាយរហូតទៅដល់ទីក្រុងបាងកកប្រទេសថៃនិងខេត្តយូណានរបស់ប្រទេសចិនអាជ្ញាធរចិនទទួលបន្ទុកគ្រោះរញ្ជួយដីបានអះអាងថាគេស្រង់បានកម្រិតរញ្ជួយប្រមាណ7.9 មីត្រដ្ឋានរិចតេនៅខេត្តយូណានជាប់ព្រំដែនជាមួយភូមានៅប្រទេសថៃឯនោះវិញគ្រោះរញ្ជួយដីនៅភូមាបានបង្កឲ្យមានភាពចលាចលមនុស្សជ្រួលច្របល់រត់ចាក់ចេញពីអគារនៅតាមខេត្តមួយចំនួនពីជើងទៅត្បូងរហូតទៅដល់ទីក្រុងបាងកកជាទីដែលឥទ្ធិពលរញ្ជួយដីបានទៅអង្រួនអគារខ្ពស់ៗចំណែកឯអគារកម្ពស់30ជាន់នៅក្នុងការដ្ឋានសំណង់មួយកន្លែងបានបាក់រលំដួលដល់ដីបើតាមក្រុមជួយសង្គ្រោះបន្ទាន់ថៃគ្រោះថ្នាក់បាក់រលំអគារដោយសារតែទទួលរងឥទ្ធិពលរញ្ជួយដីពីភូមានេះបានសម្លាប់មនុស្សយ៉ាងតិច1នាក់ហើយនឹងបាត់ខ្លួន43នាក់ដែលភាគច្រើនគឺជាកម្មករសំណង់នៅក្នុងការដ្ឋានខណៈដែលក្រុមជួយសង្គ្រោះរស់រាន់ដឹកជញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យនាយករដ្ឋមន្ត្រីថៃលោកស្រីផែថងឋានស៊ីណាវ៉ាត់បានប្រកាសស្ថានភាពអាសន្នហើយបានលុបចោលទស្សនកិច្ចរបស់លោកស្រីនៅភូកេតដើម្បីបើកកិច្ចប្រជុំបន្ទាន់តាមដានស្ថានភាពខូចខាតនៅទីក្រុងបាងកកត្រឡប់ទៅភូមាឯនោះវិញរបបសឹកភូមាបានប្រកាសដាក់ប្រទេសនៅក្នុងស្ថានភាពអាសន្ននៅក្រៅគ្រោះរញ្ជួយដីនៅថ្ងៃសុក្រនេះរូបភាពរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋភូមាបានបង្ហាញការខូចខាតអគារការិយាល័យក៏ប៉ុន្តែមិនបានបញ្ជាក់អំពីតួលេខមនុស្សស្លាប់ឬក៏របួសដោយសារតែគ្រោះថ្នាក់រញ្ជួយដីនោះទេក៏ប៉ុន្តែការអំពាវនាវដ៏កម្ររបស់រដ្ឋាភិបាលសឹកភូមាដើម្បីសុំជំនួយពីសហគមន៍អន្តរជាតិអាចបញ្ជាក់ថាភូមាគឺអាចរងប៉ះពាល់ធ្ងន់ធ្ងរដោយសារតែគ្រោះរញ្ជួយដីទីភ្នាក់ងារព័ត៌មានអន្តរជាតិបានចុះផ្សាយថាគ្រោះរញ្ជួយដីបានបំផ្លាញអគារផ្ទះសម្បែងជាច្រើនកន្លែងចំណែកឯមន្ទីរពេទ្យដែលអាចដាក់អ្នកជំងឺ 1000 នាក់នៅរដ្ឋធានីណៃពីដើមនោះដែលខូចខាតផងដែរដោយសារតែគ្រោះរញ្ជួយដីក៏កំពុងតែកកកុញទៅដោយអ្នករបួសសុំការព្យាបាលបន្ទាន់គូបញ្ជាក់ដែរថានៅភូមាទីតាំងរញ្ជួយដីនៅថ្ងៃសុក្រនេះស្ថិតនៅលើខ្សែសាហ្គាំងដែលឧស្សាហ៍កើតមានគ្រោះរញ្ជួយដីញឹកញាប់យោងតាមទីភ្នាក់ងារអាមេរិកនៅក្នុងចន្លោះពីឆ្នាំ1930ដល់ឆ្នាំ1956ភូមាគឺធ្លាប់ជួបគ្រោះរញ្ជួយដីធំកម្រិតចាប់ពី7រិចតេឡើងទៅរហូតដល់ទៅ6លើកដែលបណ្ដាលឲ្យមានអ្នកស្លាប់យ៉ាងតិចណាស់600នាក់នៅឆ្នាំ2016គ្រោះរញ្ជួយដីកម្រិត6.8បានអង្រួនរដ្ឋធានីបុរាណបាហ្គងដោយសម្លាប់មនុស្ស3នាក់ហើយកាលពីខែវិច្ឆិកាឆ្នាំ2012គ្រោះរញ្ជួយដីកម្រិត6.8 រិចតេបានសម្លាប់មនុស្ស26នាក់និងរបួសជាច្រើននាក់ក៏ប៉ុន្តែនេះគឺជាលើកទី1ហើយដែលទីក្រុងបាងកករបស់ប្រទេសថៃដែលស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីចំណុចរញ្ជួយដីនៅភូមានោះបានរងគ្រោះខ្លាំងមានអគារបាក់រលំអគាររេចុះឡើងដោយសារតែឥទ្ធិពលកម្លាំងរញ្ជួយដីពីប្រទេសភូមា